ប្រទេសយើងមានសន្តិភាពវិញចង់ឲ្យអន្តរជាតិជួយរកសន្តិភាពឲ្យកម្ពុជាវិញសិស្សភាសានិងគ្រូបង្រៀនស្នើដល់អន្តរជាតិជួយបញ្ឈប់សង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជាសិស្សភាសានិងគ្រូបង្រៀននៅខេត្តកំពតបានបញ្ជាក់ថាសោកនាដកម្មនៃសង្គ្រាមឈ្លានពានរបស់ថៃដែលបាននឹងកំពុងធ្វើមកលើកម្ពុជាមានសភាពធ្ងន់ធ្ងរជាងមុននិងបានបន្សល់នៅភាពតក់ស្លុតឈឺចាប់ក្តុកក្តួលនិងទុក្ខវេទនាដល់ប្រជាពលរដ្ឋទូទាំងប្រទេសមិនអាចបំភ្លេចបានពួកគេបានស្នើដល់ប្រធានបដូវវេនអាស៊ានដែលនៅតាមដានចំនួនព្រំដែនកម្ពុជាថៃជាប្រចាំសូមចាត់វិធានការបន្ទាន់ឲ្យថៃងាកមកគោរពបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមសន្តិភាពកម្ពុជាថៃក្រុងកូឡាឡាំពួរឡើងវិញនិងសូមឲ្យសហគមន៍អន្តរជាតិនិងប្រទេសមហាអំណាចដាក់ទណ្ឌកម្មទៅលើប្រទេសថៃនិងជួយស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋនិងប្រទេសកម្ពុជាដែលកំពុងដង្ហើយរកសន្តិភាពសូមស្ដាប់ការលើកឡើងរបស់សិស្សភាសានិងគ្រូបង្រៀននៅអនុវិទ្យាល័យឌីប៉ុកមហាសាមគ្គីក្រុងកំពតចាពួកខ្ញុំឈ្មោះសុនយូអ៊ីរៀនថ្នាក់ទី7មកពីខាងខុំបាក់ខ្លងស្រុកមណ្ឌលសីមាខេត្តកោះកុងមកពីថ្ងៃទី8ចូលរៀននៅថ្នាក់ទី 7A ចាខ្ញុំមានបងប្អូន2នាក់បានចូលពូរៀននៅថ្នាក់ទី3នៅសាលានឹងដែរនៅសាលានឹងដែរណាយ៉ាងបានមកទាំងគ្រូសាណាចាចាលោកគ្រូនឹងហើយអ្នកគ្រូនឹងគាត់បានបង្ហាត់បង្រៀនខ្ញុំល្អលោកគ្រូបាទទីកន្លែងស្នាក់នៅហើយម៉ាក់ហឹងម៉ាក់ម៉ែគាត់អត់មានការងារធ្វើនៅហ្នឹងចាពូខ្ញុំចង់ឲ្យប្រទេសយើងមានសន្តិភាពវិញចង់ឲ្យអន្តរជាតិជួយស្វែងរកយុត្តិធម៌ដល់កម្ពុជានិងជួយរកសន្តិភាពឲ្យកម្ពុជាវិញចាតែពិតប្រទេសកម្ពុជាយើងគឺជាប្រទេសដែលចង់បានសន្តិភាពបំផុតអត់ចង់បង្កជាសង្គ្រាមជាមួយពួកសៀមទេតែសៀមទេដែលជាអ្នកបង្កសង្គ្រាមមកលើកម្ពុជាយើងត្រូវការតែសន្តិភាពទេព្រោះអីប្រទេសកម្ពុជាយើងគិតទៅថាឆ្លងកាត់សង្គ្រាមមកហ្នឹងវាច្រើនលើកច្រើនសារហើយនឹងឆ្អែតឆ្អន់ទៅហើយគ្រប់រូបភាពទាំងអស់យើងសុខចិត្តចរចាពេលចរចាយើងក៏ព្រមចរចាយើងគ្រប់បត់ឈប់បាញ់យើងអត់ធ្មត់យើងធ្វើគ្រប់បែបយ៉ាងដើម្បីតែសន្តិភាពប៉ុន្តែពួកសៀមទៅវិញទេដែលអត់ចង់បានសន្តិភាពចង់តែបង្កចំនួនចង់តែឈ្លានពានទឹកដីចង់តែបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាជនបំផ្លាញបេតិកភណ្ឌពិភពលោកបំផ្លាញប្រាសាទបំផ្លាញអ្វីគ្រប់យ៉ាងធ្វើឲ្យមានការខូចខាតទាំងសងខាងខ្ញុំមកឃើញថាចំពោះការដឹកនាំរបស់អនុទីនជាការដឹកនាំខុសឆ្គងការដឹកនាំខុសយ៉ាងម៉េចដោយសារគាត់ខ្ញុំគិតថាការបង្កសង្គ្រាមចំនួនលើកនេះគាត់គ្រាន់តែចង់បានប្រជាប្រិយភាពរបស់គាត់ចង់បានភាពល្បីល្បាញគាត់ចង់បានបង្ហាញសក្តានុពលថាគាត់នឹងខ្លាំងចង់ថាគាត់អាចដណ្ដើមទឹកដីរបស់កម្ពុជាបានគាត់អាចដឹកនាំទ័ពឲ្យធ្វើសង្គ្រាមឈ្នះប្រទេសកម្ពុជាតែជាក់ស្ដែងខ្ញុំក៏បានទទួលដំណឹងមកថាប្រជាជនមិនថាប្រជាជននៅព្រំដែនប្រជាជនថៃផ្ទាល់ក៏គាត់មិនពេញចិត្តនៅការដឹកនាំរបស់គាត់ដូចគ្នាប្រជាជនរបស់គាត់តែងតែធ្វើបាតកម្មសឹងតែរៀងរាល់សប្តាហ៍ដោយសុំឲ្យគាត់ធ្វើបទឈប់បាញ់ដូចគ្នាដែរបញ្ចប់សង្គ្រាមឲ្យបើកព្រំដែនគាត់ត្រូវការរ៉ូស៊ីព្រោះអីគាត់រាល់ថ្ងៃការរ៉ូស៊ីរបស់គាត់ដូចជាធ្លាក់ចុះចង់ដល់ចំណុច0ហើយតែអនុទានគាត់ចេះតែមានយោបល់ថាគាត់អត់ឈប់ទេគាត់ធ្វើយ៉ាងម៉េចឲ្យតែឈ្នះប្រទេសកម្ពុជាដើម្បីភាពល្បីល្បាញរបស់គាត់ផ្ទាល់ទេគាត់មានបានគិតគូរទៅលើសុខទុក្ខប្រជាជនមិនថាប្រជាជនគាត់ឬក៏ប្រជាជនកម្ពុជាថាប្រជាជនកម្ពុជាក៏ចោះគាត់មិនបាច់ខ្វល់ព្រោះអីមិនមែនជាប្រទេសរបស់គាត់តែប្រជាជនគាត់ផ្ទាល់ក៏គាត់អត់គិតដែរអញ្ចឹងបានថាគាត់ធ្វើហ្នឹងគឺដើម្បីតែសក្តានុពលរបស់គាត់ភាពល្បីល្បាញនិងការចង់ទាមទារសិលឹកឆ្នោតរបស់គាត់នៅពេលខាងមុខនេះទេសូមសំណូមពរដល់អន្តរជាតិសូមឲ្យគាត់ដាក់វិធានការដ៏តឹងរ៉ឹងដាក់ទោសធ្ងន់ធ្ងរឬក៏កំណត់ឲ្យច្បាស់ការថាបទឈប់បាញ់នេះគួរតែធ្វើឡើងតាមច្បាប់បែបណាដើម្បីឲ្យខាងសៀមនឹងទទួលយកបទឈប់បាញ់នេះឲ្យបានសំណូមពរតែប៉ុណ្្នឹងសូមអន្តរជាតិជួយឲ្យមានបទឈប់បាញ់ដែលធ្វើឡើងឲ្យមានប្រសិទ្ធភាពបំផុតកុំឲ្យតែគាត់ដាក់ម្ដងជា2ដងជា3ដងហើយនៅតែសៀមនឹងបាញ់មកលើប្រទេសកម្ពុជាដដែលពួកខ្ញុំរូបខ្ញុំផ្ទាល់ខ្ញុំចង់ឲ្យអង្គការសហប្រជាជាតិទាំងអស់ស្គាល់ទោសស្គាល់ទោសពួកក្រមប្រទេសថៃទាំងអស់ដែលមិនគម្រប់បាទនេះនៅតែបាញ់ចុះបាញ់ឡើងបាទវានៅតែកលិចកលុកចេះកលិចកលុកចុះអញ្ចឹងដល់មានយើងត្រូវមានវិធានការណាមួយដើម្បីគៀបសង្កត់វាស្គាល់ទោសវាស្គាល់ទោសខាងរដ្ឋាភិបាលថៃគាត់កលិចកលុច
ណាក្លេចក្លេចថ្ងៃនេះគាត់និយាយអញ្ចេះស្អែកគាត់និយាយចុះម៉ោងនេះគាត់និយាយបែបនេះថ្ងៃម៉ោងក្រោយគាត់និយាយបែបនោះហើយទង្វើដែលគាត់ធ្វើនឹងគឺយកចំណុចណាមួយដែលគាត់បញ្ចប់បានអញ្ចឹងមានតែអន្តរជាតិទេដែលប្រើវិធីណាដែលសមស្របដើម្បីដាក់គំនាបដល់គាត់ឲ្យគាត់ឈប់បង្កើតបញ្ហាសង្គ្រាមនេះណាឲ្យរក្សានៅសន្តិភាពរវាងប្រជាជាតិមួយទៅប្រជាជាតិមួយទៀតទទួលយកបានទាំងអស់គ្នាកុំឲ្យគាត់និយាយឲ្យគាត់នៅតែធ្វើបែបនេះអញ្ចឹងសូមឲ្យមហាអំណាចទាំងអស់ដាក់គំនាបដល់គាត់ឬទណ្ឌកម្មគាត់បែបណានោះវាជាច្បាប់របស់អន្តរជាតិ